Hello ស្ដីទៅកាន់មនុស្សអត់លើទាំងអស់គ្នាតែម្ដងថ្ងៃនេះមកជួបទៅកាន់ admin ក៏ម្ដងទៀតហើយដែលបន្ទាប់ពីការសម្រេចចិត្តរយៈពេល80ឆ្នាំរបស់ admin នឹង admin គឺមានការខ្វះខាតបន្តិចបន្តួចនឹងឯងគ្នាយើងចំពោះលុយទូរស័ព្ទអីចឹងទៅហ្នឹងហើយបុគ្គលណាមានសទ្ធាជ្រះថ្លាចង់ធ្វើទៀនជាមួយនឹងបុគ្គលដាច់លុយម្នាក់នេះក៏អាចជួយបានដែរតាមរយៈការ support មកកាន់ admin អីចឹងទៅគ្នាយើងដែលមានលទ្ធភាពចង់ជួយក៏អាចជួយបានផងដែរហើយអ្នកអត់លទ្ធភាពដូចគ្នាហ្នឹងគឺថាមិនបាច់ជួយទេគ្រាន់តែ like comment ហើយ subscribe មួយទៅគឺបានបាត់ទៅហើយម្នាក់4 10សេនហ្នឹងគឺថា admin រួចខ្លួនមកទៅហើយប៉ុន្តែបើជួយលើហ្នឹង admin ក៏មិនប្រកាន់ដែរអញ្ចឹងកុំឲ្យថា admin និយាយច្រើនពេកចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅដែលសាច់រឿងរបស់យើងគណៈពេលនេះដែលចាប់ដើមឡើងឃើញទៅកាន់អបិដួងហេងនេះក៏បានមកចិត្តទៅកាន់នាងហើយព្រមទាំងនិយាយទៀតហើយអាយ៉ាគណៈពេលនេះដែរអបិយយន្តក៏បានងប់ហើយអញ្ចឹងទៅកុំដោះវាទៅនឹងក៏បានដកទៅកាន់កូនកបិតចាក់សម្លាប់នាងនេះពេលគណៈនោះទៅដែលបន្ទាប់ពីការសម្លាប់ហើយវាក៏ខំរកទៅកាន់របស់នោះផងដែរប៉ុន្តែដូចជាមិនឃើញនោះទេហើយបន្ទាប់មកសេរីរបស់យើងក៏កាន់មកដល់ទីក្រុងហើយនៅវិញឃើញទៅកាន់ពួកសិស្សនេះកាយពួកហោក៏បានមកដល់ផងដែរនឹងសម្លាប់ទៅកាន់ពួកអនិកាយបិសាចនោះចឹងទៅគ្មានសមម្នាក់នោះទេសូម្បីតែពាក់មុខសក៏ងាប់ដែរហើយប្រតិចាំម្នាក់ដែលបានសម្លាប់ទៅកាន់ពាក់មុខសនោះក៏បានសួរផងដែរតើរកឃើញទៅកាន់ទីតាំងរបស់ជីយន់ដែរឬទេហើយមិនក៏បានផ្លេចឈ្មោះទៅកាន់គាត់បាត់ទៅហើយនឹងគាត់ឈ្មោះអីទេហើយបន្ទាប់មកក៏នៅទៅបានស្រ័យទៀតឆាប់ដល់រកទៅកាន់ពួកគេព្រមទៅត្រូវទៅដល់រកពេញទីក្រុងមួយនេះតែម្ដងហើយបន្ទាប់មកអាចារ្យម្នាក់ហ្នឹងនាងក៏បានយល់ព្រមចំពោះរឿងមួយនេះផងដែរហើយសេរីរបស់យើងក៏កាត់មកដល់ពួកអ្នកទាំងអស់គ្នាដែលវិញឃើញនឹងការអាចារ្យរបស់យើងគឺថាស្លាប់បាត់ភ្នែកមិនចិត្តនោះទេនឹងក៏បានលើទៅកាន់អបិហេងក៏បានស្រែកផងដែរតើវានៅឯណាទៅព្រមទាំងឲ្យទៅកាន់យាយយន្តទៀតផងនឹងក៏បានសួរទៅហើយតើអាចចង្រៃយួរអីលាក់វានៅឯណាទៅនឹងក៏ព្យាយាមស្រែកទៅកាន់យាយយន្តទៀតហើយផែនការរបស់យើងគឺត្រូវឲ្យបំផ្លាញខ្ទេចខ្ទីអស់បាត់ទៅហើយអាចចង្រៃយួរតើអីលាក់វានៅឯណាទៅកុំអីការគ្រប់គ្រងទាំងអស់គឺស្ថិតលើដៃរបស់យើងហើយគឺដោយសារតែឯងតែម្នាក់គត់ប៉ុន្តែគណៈពេលនោះយើងក៏បានឃើញផងដែរថាដាវរបស់គាត់កំពុងតែមានប្រតិកម្មហើយដែលបន្ទាប់មកអបិនឹងគឺថាដាក់ទៅកាន់យាយយន្តនឹងមកដៃទៀតហើយនឹងក៏បានស្រែកផងដែរកំណប់ទាំងពីរនោះគឺត្រូវឯងយកបាត់ទៅហើយឯងចាប់មកសងវាដល់យើងគណៈពេលនេះមកប៉ុន្តែនេះពេលនោះខ្លួនរបស់យាយយន្តរបស់យើងក៏ទទួលបាននៅថាពលប្រមូលផ្ដុំមួយចឹងទៅអបិនោះក៏បានឆ្កំផងដែរតើវាមានរឿងអ្វីកើតឡើងនឹងតើថ្នាំនោះបងចេញសិទ្ធិភាពលើគាត់ហើយមែនទេដងហើមរបស់គាត់គឺត្រូវបានបាត់បង់យ៉ាងច្បាស់ណាស់តែឡូវហើយអ្វីបានជាទៅជាបែបនេះហើយយន្តរបស់យើងក៏បានបញ្ចេញនៅចំហាយទាំងពលរបស់គាត់យ៉ាងខ្លាំងក្លាផងដែរអបិនោះបន្ទាប់ពីដឹងថាយាយរបស់យើងមិនទាន់ងាប់ហើយក៏បានសើចតែម្ដងប្រហែលជាពេលនេះព្រះក៏បានជួយមកកាន់ខ្ញុំវិញហើយឥឡូវនេះក៏បានផ្ដល់ជីវិតឲ្យគេវិញចាំមើលទៅយើងនឹងដោះស្រាយជាមួយឯងរបៀបណាទៅហើយវាក៏បាននៅតែសើចបន្តទៅទៀតប៉ុន្តែក៏លេចមកទៅកាន់យាយរបស់យើងក៏ដូចជាមិនស្លូតដូចអ្វីដែលកើតគិតរបស់គេនោះទេគឺថាចំហាយនឹងថាពលគឺថាកំណាចតែម្ដងនឹងវាក៏នៅតែបាននិយាយដរាបណាដងហើមរបស់ឯងនៅវៀនឆាប់ឲ្យទៅកាន់របស់នោះមកកាន់ខ្ញុំព្រាមមកនឹងវាក៏នៅតែស្រ័យទៀមទាយាយរបស់យើងចាប់បកលរបស់នោះឲ្យវាព្រាមមកដោយសារតែវានឹងទុកជីវិតឲ្យគាត់អីយ៉ាងចឹងទៅហើយយាយរបស់យើងងើបមកព្រាមក៏បានរអ៊ូផងដែរឥឡូវនេះអ្វីគឺត្រូវបានបញ្ចប់ទៅហើយប្រពន្ធក៏បានស្ដារជីវិតរបស់ខ្ញុំឡើងមកវិញផងដែរប៉ុន្តែចំណែកឯកញ្ញាឈិនរបស់យើងគឺត្រូវបានស្លាប់បាត់ទៅហើយនឹងអ្វីគណៈពេលនេះដែរត្រូវតែភ្នាល់លើក្បាច់ដាវមួយនេះនឹងក៏បានស្រ័យទៀតហើយក្បាច់ដាវនេះក៏សម្លាប់ព្រះហើយអបិហេងគណៈពេលដែលបានឃើញក៏មិនមកអងដែរក៏បានបញ្ចេញថាពួកក្បាច់ខ្មោចរបស់វាមកម្ដងទៀតហើយនឹងវាក៏បានមើងងាយទៀតហើយក្បាច់ដាវអ្វីទៅនៅក្នុងអាណាចក្រសមុទ្រមែនទេវាគឺឆ្ងាយខ្ញុំពេកណាអ្នកក៏តាអ្នកអាចវិញមកកាន់ខ្ញុំបានមែនទេប៉ុន្តែនិយាយមិនទាន់ចប់ផងយាយយន្តរបស់យើងស្ទុះទៅកាប់ទៅកាន់គេបាត់ទៅនឹងក៏បាននិយាយទៀតហើយអូពមមកខ្លួនឯងទៅអបិហេងគណៈពេលនេះដែរក៏បានរអ៊ូតែម្ដងហើយអ្វីទៅហើយរួចមកជាមនុស្សនៅអាណាចក្រសមុទ្រលឿនបែបនេះតើវាអាចកម្លាំងនៅអាណាចក្រសមុទ្រដោយរបៀបណាទៅវាគឺខុសពីខ្ញុំឆ្ងាយខ្លាំងណាស់ខ្ញុំក៏បានឃើញកាវវិបហារបស់គាត់ផងដែរចំណែកយាយយន្តរបស់យើងក៏ព្យាយាមប្រមូលដុំនៃថាពោទៀតហើយនឹងក៏បានស្រែកក្បាច់ដាវនៃស្នេហាហើយអបិនឹងគណៈពេលដែលបានឃើញក៏ដឹងថាវាគឺជាក្បាច់ដាវនឹងម្ដងទៀតហើយក៏បានព្យាយាមរត់យ៉ាងលឿនតែម្ដងប៉ុន្តែគណៈពេលនោះដែរយាយយន្តរបស់យើងលើកដៃទៅខាងលើបញ្ចេញចំហាយទាំងពលអបិនោះក៏បានភ័យខ្លួនតែម្ដងចំហាយដាវក៏បានដេញតាមវាហើយវាក៏ដឹងខ្លួនថាមិនអាចទល់បានដែរនឹងត្រឹមមួយចំហាយទាំងពលគឺថាដួលខ្ពែបាត់ទៅតើមានរឿងអ្វីបានកើតឡើងហ្នឹងវាគឺមានភាពខុសគ្នាណាស់រវាងខ្ញុំនិងយាយយន្តហើយអ្វីបានជាវាមានរឿងនេះទៅតើនេះជាអាណាចក្រសមុទ្រមែនទេតើវាមិននឹងឲ្យទៅរួចទៅវាប្រែថាយើងក៏ខុសគ្នាឆ្ងាយដាច់នៅគណៈពេលនេះហើយបន្ទាប់មកផ្លែដាវរបស់យាយយន្តរបស់យើងមកនៅចំករបស់គេតែម្ដងហើយគេក៏បានសម្រេចចាញ់ផងដែរនឹងក៏បានសុំឲ្យគាត់ទុកជីវិតអីទៅកាន់គេផងគេនឹងមិនមានការគំរាមកំហែងទៅកាន់គាត់ទៀតនោះទេនឹងក៏ចង់និយាយប្រាប់អានកំបាំងមួយទៅកាន់យាយយន្តផងដែរ
ដែលអត់ក៏បាំងនៅតកតងនៅនៃកាយប្រាជ្ញាមិនទេគេថាគេបកមកចេញចឹងហើយយើងក៏មានតែនិយាយតាមគេតែប៉ុណ្ណោះហើយបន្ទាប់មកក៏បានលើកគេនិយាយទៀតហើយនៅរយៈពេល500ឆ្នាំមុនព្រះរាជវាំងមួយត្រូវបានលេចចេញភ្លាមៗនៅលើវាលខ្សាច់ពលរឿងមួយរាប់ម៉ឺនគីឡូម៉ែត្រដែលត្រូវបានគេឲ្យឈ្មោះថានិកាយបង្ក្រាបភាពអាក្រក់ហើយវត្ថុទៅជាច្រើននឹងអត់ក៏បាំងក៏បានលាក់ទុកនៅទីនោះផងដែរហើយវត្តមាននៃការរំដោះដ៏ភ័យខ្លាចក៏បានលាក់នៅទីនោះផងដែរដែលជាមូលហេតុមួយនេះហើយទាក់ទាញទៅកាន់មនុស្សជាច្រើនស្វែងរកទៅកាន់វាផងដែរប៉ុន្តែពួកគេទាំងអស់គ្នាគឺត្រូវបានស្លាប់ចំណែកឯអ្នកផ្សេងវិញសូម្បីតែខ្លោងទ្វារមិនបានមើលផងហើយចំណែកឯអត្ថបងអត់កំបាំងដែលយោយន្តរបស់យើងរកឃើញក្នុងរូងភ្នំនឹងក៏វាមានភាពអត់កំបាំងដែរគ្មាននរណាគេស្គាល់ទៅកាន់វានោះទេដែលមិនមែនត្រឹមតែរបស់នឹងមួយនោះទេហើយចំពោះវត្ថុទឹកនេះគ្រូសាឈិនហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងវាផងដែរហើយនេះគណៈពេលនេះដែររាជវាំងនោះក៏បានលេចចេញមកម្ដងទៀតហើយដែលបើសិនមកជាអ្នកទទួលបាននោះក៏អាចអភិវឌ្ឍទៅកាន់ការរំដោះរបស់អ្នកនឹងកាន់តែខ្លាំងទៅផងដែរហើយគេក៏បានចាត់ចេញពីទីនោះទៅហើយបើសិនមកជាឯងក្រុមទុកជីវិតមកកាន់ខ្ញុំនោះខ្ញុំប្រកាសជានាំឯងទៅកាន់ទីនោះនិងក៏ផ្ដល់កូនសោទៅកាន់ឯងទៀតផងហើយគណៈពេលដែលវាកំពុងទៅដើរចេញនោះយាយយួនក៏បានអរគុណទៅកាន់គេទៅម្ដងនិងក៏បានហៅគេឲ្យឈប់និងក៏មាននាំប្រូតូកូលគ្រប់គ្រងជើងទៅកាន់វាផងដែរវាក៏បានឆ្លងផងដែរតែឯងមិនបានខ្ញុំទៅទេមែនទេយ៉ាងណាមិញខ្ញុំបានប្រាប់នៅអ្វីដែលខ្ញុំបានដឹងគ្រប់យ៉ាងទៅកាន់ឯងហើយប៉ុន្តែគណៈពេលនោះជាយន្តរបស់យើងដើរចូលមកព្រមទាំងសម្ដីទៀតហើយតើឯងមានគិតអំពីរឿងមួយនេះដែរឬទេខ្ញុំគឺត្រូវបានឯងគ្រប់គ្រងនឹងវល់ក្បាលឆ្អែតទៅហើយតើឯងគិតថាសម្ដីរបស់ឯងអាចព្រមទៅជារបស់ខ្ញុំបានទៀតមែនទេអ្នកគឺជាមនុស្សម្នាក់ដែលមានភាពអធិនិយមនិងក៏ពិតជាខូខើខ្លាំងមែនទែនប្រសិនបើខ្ញុំមិនសម្លាប់ទៅកាន់ឯងនាពេលថ្ងៃនេះនោះទេប្រកាសណាស់នឹងមានមហន្តរាយដ៏ធំនាពេលអនាគតនិងគាត់ក៏បានលើកដាវប្រហារសម្លាប់ទៅកាន់វាគណៈពេលនោះទៅនិងក៏បាននិយាយទៀតហើយព័ត៌មានពងកដោស្អីតើឯងក៏ថាមានកាយអ្វីលេចចេញមកមានតែខ្មោចទេទៅជឿទៅកាន់ឯងនិងក៏បាននិយាយទៅកាន់អបិនឹងទៀតហើយយ៉ាងណាមិនជីវិតគឺរមែងតែស្លាប់ឥឡូវនេះបន្ទាប់ពីដោះស្រាយនៃកិច្ចការហើយមានតែសម្រាប់មួយតិចហើយមើលទៅប៉ុន្តែគណៈពេលនោះប្រពន្ធក៏បានបង្ហាញទៅកាន់គាត់ទៀតហើយដែលបន្ទាប់បានឃើញគាត់ក៏ពិតជាមានការញាប់ផ្អើលយ៉ាងខ្លាំងតែម្ដងដោយសារតែប្រពន្ធបានរៀបចំឲ្យគាត់ខ្លាចជាបុត្រានៃវាសនាអីចឹងទៅប៉ុន្តែទោះឥឡូវនេះក៏ដូចជាកំសត់បន្តិចហើយដោយសារតែមើលទៅកាន់គាត់គឺថាជួបតែនឹងសំណាក់អាក្រក់រហូតទៅម្ដងនិងគាត់ក៏បានរហូតទៀតហើយតែខ្ញុំនឹងខ្លាចជាមនុស្សដែលជួបតែបញ្ហាទេមែនទេទោះបីជាខ្ញុំត្រូវបានជួបនឹងការប្រយុទ្ធជាច្រើនដងក៏ដោយប៉ុន្តែនៅទីចុងបញ្ចប់ខ្ញុំគឺត្រូវតែស្លាប់ដោយសារតែធ្លាក់ទៅលើចាំងថ្មបែកជាបំណែកដដែលនឹងឯងគឺមិនដឹងជាជីវិតអាចកោអីនោះទេហើយបន្ទាប់មកគណៈពេលដែលគាត់គឺលេងខ្មោចជាមួយនឹងអ្វីទៀតហើយនឹងក៏បានមកមើលទៅកាន់កញ្ញាឈិននិងក៏បាននឹងថានាងគឺបានស្លាប់បាត់ទៅហើយអូមិនច្រឡំនោះទេគឺថានាងមិនទាន់បានស្លាប់នោះទេប៉ុន្តែគ្រាន់តែបាត់បង់ឈាមជាច្រើននិងមិនអាចកម្រើកបានអ្វីនោះទេហើយគាត់គឺមានតែកាត់ចិត្តកាត់ថ្លើមព្រមលះបង់ទៅកាន់សឹកឈើមាសមួយដែលប្រតិជ័យឲ្យទៅកាន់គាត់នឹងឯងដែលបន្ទាប់មកស្រីរបស់យើងបន្ទាប់ពីថ្ងៃទៀតកាត់មកដល់នៃកាយពពកហូរនៅវិញឃើញទៅកាន់ប្រតិចានៅត្រង់មកដៃរបស់ប្រតិចាធំបាត់ទៀតទៅហើយដោយសារតែឯងតែម្នាក់គោធ្វើឲ្យមានបញ្ហាមួយនេះបានកើតឡើងហើយមនុស្សចំនួន300នាក់នៃគ្រួសារឈិនជាងបាយក៏ត្រូវបានស្លាប់បាត់អស់ទៅហើយចំណែកឯសាររបស់យើងរាប់រយនាក់ក៏ត្រូវបានស្លាប់ផងដែរទាំងនេះក៏សឹកក្នុងនិងនេះក៏សឹកខាងក្រៅហើយសឹកក្នុងរបស់យើងក៏របួសច្រើនជាង10នាក់ផងដែរតើអ្នកចង់ខ្ញុំពន្យល់ទៅកាន់ដូនតាយ៉ាងម៉េចទៅហើយព្រឹត្តិការណ៍ដែលត្រូវបានគេវាយនឹងក៏បាននិយាយសម្រួលអារម្មណ៍ទៅកាន់គាត់ទៀតហើយមិននោះទេការស៊ើបអង្កេតនៅតែបានបន្តប្រហែលជាអបិដួងហេងនៃនិកាយសាក្នុងនឹងគឺបានចូលរួមជាមួយនឹងនិកាយឧស្សាហឈាមនឹងឯងដែលបណ្ដាលឲ្យមានក្រុមហ៊ុនត្រៃមួយនេះបានកើតឡើងនឹងឯងប៉ុន្តែនៅពេលដែលពួកយើងរកឃើញទៅកាន់អាហេងនោះគឺថាវាក៏ត្រូវបានស្លាប់បាត់ទៅហើយនិងព្រឹត្តិការណ៍នោះក៏បងត្រូវទៀតហើយតែយើងនឹងដោះស្រាយជាមួយនឹងលោកព្រឹត្តិការណ៍បុព្វបុរសនៃនិកាយដល់របៀបណាទៅប៉ុន្តែព្រឹត្តិការណ៍ម្នាក់នោះក៏បានតវិញទៀតហើយយ៉ាងណាមិញអបិដួងហេងគឺវាមានភាពស្និទ្ធស្នាលណាជាមួយនឹងយាយយួនហើយក៏មានអ្នកឃើញវានិយាយជាមួយនឹងយាយយួនផងដែរប្រកបណាស់យាយយួនក៏ពិតជាមនុស្សក្បត់នៃនិកាយរបស់យើងផងដែរគឺដោយសារតែការបណ្ដោយរបស់ខ្ញុំខ្លាំងពេកនឹងឯងលោកប្រតិចាក៏គួរតែយល់ចំពោះនេះផងដែរលោកប្រតិចាគូសិនរបស់យើងក៏បាននិយាយទៀតហើយគឺពិតជាស្ដាយចំពោះទេពកោសលរបស់ក្មេងម្នាក់នោះមិនគួរមានរឿងបែបនេះទាល់តែសោះនិងក៏បានសួរតើរកទៅកាន់យាយយួនឃើញដែរទេហើយបន្ទាប់មកក៏មាននរណាម្នាក់ចូលមករាយការណ៍និងក៏បានរាយការណ៍ទៀតហើយគណៈពេលដែលអបិយាយយួនក៏បាននាំទៅកាន់ក្មេងស្រីនៃគ្រួសារឈិននឹងមកដល់ទៅកាន់ទីនេះហើយបន្ទាប់មក
ស្អីរបស់យើងក៏កាត់មកដល់សាវិន័យនៅវិញក៏បានលើទៅកាត់សំឡេងគេនិយាយទៀតហើយចាប់ឆ្លើយនៅអ្វីដែលមិនធ្វើភ្លាមមកហើយនៅទៅមករឹងទៀតមែនទេយាយយន់ឯនឹងអប៉ហេងក៏មានទំនាក់ទំនងដល់យ៉ាងជិតស្និទ្ធជាមួយនឹងគ្នាដែលអប៉ម៉ាប់ដែលវាបាននិយាយហ្នឹងគឺវាមានឈ្មោះថាហុងហៃគឺមិនចាំបាច់ប្រកែកទៀតនោះទេពួកយើងក៏បានរកឃើញទៅកាន់វាបាត់ទៅហើយយាយយន់ក៏បាននិយាយទៀតហើយខ្ញុំគឺត្រូវបានប្រាប់អ្នកជាច្រើនដងទៅហើយអប៉ដួងហេងនោះក៏បានបោកមកកាន់ខ្ញុំនោះទេខ្ញុំក៏មិនដឹងចំពោះរឿងអ្វីដែរនឹងគាត់ក៏បានគិតទៀតហើយអប៉ហេងឯងក៏បានអូយើងទម្លាក់ចូលទឹកម្ដងទៀតហើយគណៈពេលនោះដែរអប៉សៀក៏បានទៅក្បួយក្បានទៅកាន់យាយយន់តែម្ដងឯងមកធ្វើឲ្យយើងចំណាយទៅពេលវេលាទៅកាន់ឯងច្រើនពេកសោះយើងនឹងស៊ើបអង្កេតទៅកាន់រឿងនេះឥឡូវនេះគឺយើងតែមានចំណាយទៅកាន់មកជុលនៃព្រលឹងដើម្បីមើលទៅកាន់ព្រលឹងរបស់ឯងតែប៉ុណ្ណោះចាំមើលការពិតប្រកបជាត្រូវបានលាតត្រដាងជាមិនកើតនោះទេហើយអប៉ហុងហៃគណៈពេលដែលបានលើក៏បានប្រាប់អប៉សៀនឹងចាត់ការភ្លាមទៅប្រកបណាស់ចាំមើលនៅពេលដែលអ្នកបានត្រូវទៅកាន់មកជុលមួយនេះនោះព្រលឹងរបស់គេដូចជាត្រូវបានដុតរាប់លានរាប់ពាន់ដងដែលពិបាកបំផុតគឺពិបាកក្នុងការបរិយាយទៀតផងហើយប្រកបណាស់គេនឹងលំបាកទាំងថយទាំងជប់នឹងមិនអាចរស់បានទៀតនោះទេយាយយន់គាត់ក៏បានស្រែកទៀតហើយតើឯងនៅទៅជាមនុស្សទៀតដែរឬទេឯងមិនយកឧបករណ៍ធ្វើទរណកម្មដ៏សាហាវបែបនេះមកចេញដោយរបៀបណាទៅខ្ញុំក៏មិនបានធ្វើទៅកាន់អ្វីនោះទេហើយខ្ញុំក៏បានសារភាពហើយផងដែរប៉ុន្តែគណៈពេលនោះអប៉នឹងក៏បានដុតមកជុលមួយទៅកាន់យាយយន់របស់យើងតែម្ដងប៉ុន្តែមកទៅកាន់អមជុលទរណកម្មព្រលឹងឯគេនោះថាចាក់មកចូលទៅកាន់យាយយន់នោះទេអប៉សៀក៏បានចាប់ឲ្យចំពោះនេះផងដែរហើយយាយយន់របស់យើងក៏បាននិយាយទៀតទៅខ្ញុំមិនអីទេមែនទេប៉ុន្តែអប៉នោះក៏បានបោះមកថែមទៀតហើយគឺថាយ៉ាងច្រើនតែម្ដងប៉ុន្តែមើលទៅក៏ដូចជាគ្មានប្រយោជន៍នោះទេអប៉ហុងហៃក៏បានស្រែកទៀតហើយតើព្រលឹងរបស់អប៉នេះគឺវាតាន់ប៉ុណ្ណាទៅតើវាឆ្អឹងដៃស្បែកស្ពន់ឬក៏មិនហើយអប៉សៀក៏បានចាប់ទៀតហើយ WhatsApp Pro who are you តើឯងគឺជាអាណាគេទៅកាលដែលខ្ញុំបានឃើញទៅកាន់ឯងជាលើកទី1នោះឯងក៏គ្មានស្អីក្នុងខ្លួននោះទេហើយនាពេលឥឡូវនេះទោះបីជាឯងអាចកិច្ចផុតអំពីមជុលនៃការស្វែងរកទៅកាន់ព្រលឹងក៏ដោយប៉ុន្តែយ៉ាងណាមិញឯងគឺនៅតែស្លាប់ដដែលនោះទេដែលគណៈពីនោះដែរវាក៏បានបញ្ចេញថាពលរបស់វារៀបនឹងសម្លាប់ទៅកាន់យាយយន់របស់យើងហើយប៉ុន្តែត្រូវបានអប៉ហុងហៃនឹងមកទប់ទណ្ឌព្រមទាំងនិយាយទៀតហើយនៅឲ្យខុសការទៅកាន់លោកប្រតិចារនោះទេគេគឺមិនអាចសម្លាប់នាពេលនេះបាននោះទេប៉ុន្តែគណៈពេលនោះក៏បានលើសម្លេងមួយនិយាយទៀតហើយតើនរណាគេហ៊ានប៉ះទៅកាន់គេទៅនឹងក៏ឃើញទៅកាន់កញ្ញាម្នាក់ដែលយើងគឺបានស្គាល់បាត់ទៅហើយដែលនាងគឺមានឈ្មោះថាកញ្ញាជីងស៊ីនឹងឯងហើយក៏បាននិយាយទៀតហើយគ្រាន់តែប្រតិចាររាមមួយគឺត្រូវសម្លាប់ទៅកាន់មនុស្សម្នាក់មែនទេតើនេះគឺជាអ្វីដែលពួកសាវិន័យរបស់ឯងបានធ្វើមែនទេទាំងដែលមិនបានស៊ើបអង្កេតសម្បីតែបន្តិចទង្វើដ៏ថោកទាបបែបនេះចេះបានមនុស្សសាវិន័យដែរហើយអប៉ហុងហៃក៏បានខ្សឹបប្រាប់មកកាន់អប៉សៀនឹងផងដែរប៉ុន្តែវាក៏បានប្រាប់ទៅវិញហើយមិនបាច់បញ្ជាក់មកកាន់ខ្ញុំនោះទេអប៉សៀក៏បានទៅវិញហើយនេះគ្រាន់តែជាល្បិចនៃការគិតរបស់អ្នកដោយម្នាក់ឯងតែប៉ុណ្ណោះគ្រាន់តែឯងគឺជាសិស្សនៃបុព្វបុរសតើមានអីអស្ចារ្យទៅជាងស៊ីជីនេះក៏បានទៅវិញហើយយ៉ាងណាមិញយើងគឺជាសិស្សនៃបុព្វបុរសមិនទាន់ដល់វេនឯងដើម្បីសម្រេចចិត្តនិយាយមកកាន់យើងនោះទេនឹងឆាប់លេងទៅកាន់គាត់ព្រាមទៅអប៉សៀក៏បានលើទៅកាន់យាយយន់ព្រមនិយាយទៀតហើយវាគឺជាអ្វីដែលខ្ញុំត្រូវធ្វើវាគឺជាការពិតដែលគេក៏បានសាសនាជាមួយនឹងអប៉ហេងមិនអាចទុកទៅកាន់គេបាននោះទេហើយនាងក៏បានស្រែកហើយវាជាការពិតតែវាមិនមែននោះទេហើយមានក៏សូមមកចាប់តែរបស់យើងត្រឹមតែប៉ុណ្្នឹងផងដែរព្រោះថាឈឺកខ្លាំងណាស់